ការបញ្ចូលលុយទូរស័ព្ទបញ្ចូលអស់បញ្ចូលទៅមិនទាន់បានបដូរបញ្ចូលទៅមិនបានប្រើអ៊ីនធឺណិតអស់ដោយអត់ដឹងមូលហេតុអញ្ចឹងអស់បញ្ហាទៀតអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងរកដំណោះស្រាយជូនអ្នកនរគ្នាមូលហេតុដែលទូរស័ព្ទយើងដែលធ្វើការអស់លុយឬក៏ប្រព័ន្ធអ៊ីនធឺណិតយើងអត់មានឬក៏កាត់លុយអូតូម៉ាទិកអ្នកនរគ្នាអាចមើលវីដេអូនេះបានអញ្ចឹងមានបញ្ហាពីរដែលអ្នកនរគ្នាជួបប្រទះគឺតកតងជាមួយនឹងភ្ជាប់គម្រោងចាស់នៅលើទូរស័ព្ទដៃឬក៏នៅលើលេខទូរស័ព្ទរបស់យើងហ្នឹងហើយទី2គឺតកតងជាមួយការបើក app ឬក៏បើក data ចោលនៅក្នុងទូរស័ព្ទដៃឬក៏ក្នុង setting ទូរស័ព្ទរបស់យើងអញ្ចឹងរបៀបទី1ដើម្បីធ្វើការបិទទៅលើគម្រោងចាស់បានអ្នកនរគ្នាគ្រាន់តែចុចផ្កាយ1200ត្រង់ជ្រូក1200ត្រង់ជ្រូកបន្ទាប់មកអ្នកនរគ្នាបញ្ជូនហើយវានឹងឲ្យយើងរើស SIM ណាដែលយើងចង់ផ្ដាច់ប្រព័ន្ធអញ្ចឹងឧទាហរណ៍ខ្ញុំ SIM 2គឺ SIM smart អញ្ចឹងតើតើមួយ SIM smart ឬក៏ SIM card ឬក៏ SIM smartphone អ្នកនរគ្នាអាចធ្វើដូចគ្នាបានបន្ទាប់មកទៀតអ្នកនរគ្នាចុចលេខ1បញ្ជូនហើយយើងយកសេវាកម្មទៅលើសេវាកម្មទូរស័ព្ទព្រោះយើងប្រើមាន digital និងទូរស័ព្ទអញ្ចឹងយើងចុចលេខ2ចុចបញ្ជូនហើយអញ្ចឹងគឺគម្រោងយើងទៅបានផ្ដាច់អស់ហើយចំណុចទី2អ្នកនរគ្នាចូលទៅកាន់ផ្ទៃ setting ហើយបន្ទាប់មកចូល software update បិទនៅកំណែ update ទាំងអស់បិទអូតូបន្តិច update ណាអញ្ចឹងរាល់ software ដែលធ្វើ update វាចេះតែ update ទៅ2ហើយអញ្ចឹងវាធ្វើឲ្យ C space ឬក៏ C internet របស់យើងហើយ space ទូរស័ព្ទយើងក៏វាកើនឡើងដែរអញ្ចឹងយើងបិទអូតូម៉ាទិកupdate ហ្នឹងមកហើយបន្តមកទៀតគ្នាយើង back មកក្រោយចូលទៅកាន់ app ហើយចូលទៅកាន់ Play Store ហើយកន្លែងនេះគឺយើងបិទដូចគ្នាដែរកន្លែង app download app update អីមួយចំនួនគឺយើងបិទទាំងអស់អូខេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អីផ្សេងទៀតអាច comment សួរខ្ញុំនៅខាងក្រោមបាន